ការពីមុនចង់ប្រឡាក់កដោស្រ័យអីយើងតន់តែបុកគ្រឿងបុកអីហើយយើងលាយគ្រឿងលាយអីរបៀបបែបមើលទៅបែបស្រស់ៗហ្មងប៉ុន្តែឥឡូវអត់ទេដោយសារតែយើងអាចពីមួយឆ្នាំទៅមួយឆ្នាំយើងស្រាវជ្រាវមើលថាយើងត្រូវលាយអីផ្សំអីចឹងទៅយើងគ្រាន់តែយកគ្រឿងទាំងអស់នឹងលាយចូលគ្នាយើងអាចប្រឡាក់ជាមួយនឹងកដោស្រែធម្មជាតិរបស់យើងហើយសម្រាប់ខកដោស្រែរបស់យើងនេះគឺរសជាតិឆ្ងាញ់មែនតើនិយាយទៅគ្រឿងខាងក្នុងដែលយើងប្រឡាក់ចូលហ្នឹងគឺសិតតែជារបស់ល្អហើយយើងពិតជាមានរង្វាន់បានត្រឹមត្រូវអញ្ចឹងបងប្អូនដែលគាត់ចង់ញ៉ាំចង់អីហ្នឹងគាត់អាចវាយផេកឈ្មោះហាងលេខ2ទៅគឺចាញ់ហើយផេកហ្នឹងគឺលក់កដោស្រែទាំងអស់គ្នាឃើញក្នុងវីដេអូឯងគឺពេលដែលប្រឡាក់ហើយយកមកអាំងព្រាមក៏ឃើញគ្រឿងក៏ឃើញរូបភាពនេះគឺទំនងខ្លាំងមែនតើសម្រាប់ខ្ញុំអាចនិយាយថាជាអ្នកកាត់តវីដេអូនេះផ្ទាល់ក៏ជាអ្នកលក់ផ្ទាល់ដែរអញ្ចឹងបើសិនជាបងប្អូនគាត់ចង់ញ៉ាំចង់អីគាត់អាចកំងពីខាងពួកខ្ញុំបានអូយទំនងខ្លាំងណាស់ហើយបើមានទឹកម្ជូរសេដានខ្ចីវិញគឺកាន់តែឆ្ងាញ់គឺកាន់តែអែមតែឥឡូវហ្នឹងគឺខ្ញុំញ៉ាំជាមួយនឹងទឹកគេហៅថាទឹកត្នោតណាទឹកត្នោតជូរទឹកខ្មេះហ្នឹងហើយឆ្ងាញ់ណាស់